សម្ភារៈគឺឲ្យសម្ភារៈមានតែរុញខាងធំចាអារីកូពណ៌បងស្លេកម៉ាស់បាឡុងនាฬิកាស្រោមដៃស្អាតសេតូស្កូបនិងបន្ថែមពូកោ3ចំនួនលិខិតការខ្លាំងនិងទឹកក្លរ៉ូមីតធ្វើការលេងដៃធ្វើការលេងក្នុងសម្ភារៈធ្វើការលេងដៃតែស្រោមដៃស្អាតតោះមកធ្វើការបូមស្លេកជ្រួតពីមាត់ដល់ច្រមុះសូមតនិគ្រូសូមថយមកតាមនេះទៀតធ្វើការតែសម្ភារៈឃើញថាពណ៌បូមស្លេកមានដំណើរការល្អណាបាឡុងមានដំណើរការល្អដូចគ្នាសេតូស្កូបដំណើរការល្អដូចគ្នាតោះមកធ្វើការបូមស្លេកជ្រួតដោយបូមពីមាត់រហូតដល់តែអស់ស្លេកច្រមុះតោះមកធ្វើការសម្រាលស្មាជ្រួតការជួសសម្ងួតជ្រក់នឹងរោមជ្រក់ឲ្យមានភាពកក់ក្ដៅសិនតោះមកធ្វើការអៀមជ្រក់និងធ្វើការបូមស្វែងម្ដងទៀតដោយយកម្រាមដៃ4ទុកទៅនឹងគៀករបស់ជ្រក់និងមេដៃទុកទៅនឹងថ្ងាសរបស់ជ្រក់ដល់មិនឲ្យប៉ះនឹងហើយធ្វើការបូមស្លេកពីមាត់ច្រមុះបន្តមកទៀតធ្វើការជួសសម្ងួតទារកពីក្បាលរហូតដល់ចុងជើងនិងធ្វើការបដូរកន្សែងសើមចេញតោះមកយើងធ្វើការភ្ញួចទារកដោយភ្ញួចនៅបាតជើងរបស់ទារកបន្ទាប់មកធ្វើការវាយតម្លៃទៅលើផ្លូវដង្ហើមរបស់ទារកដោយមើលនៅចន្លោះទ្រូងឃើញថាទារកមិនទាន់ដល់ដង្ហើមបានស្រួលទេមើលទៅលើចង្វាក់បេះដូងដោយយក6វិនាទីគុណនឹង10ឃើញថាចង្វាក់បេះដូងទារកក៏មិនទាន់ដើរស្រួលដែរធ្វើការមើលទៅលើពណ៌សម្បុរនៅលើចុងដៃនិងចុងជើងរបស់ទារកឃើញថាចុងដៃនិងចុងជើងរបស់ទារកមិនមានពណ៌ស្មើគ្នាល្អទេនិងមានពណ៌ស្វាយនៅឡើយបន្ទាប់មកយើងធ្វើការសម្រេចចិត្តប្រសិនបើទារកអាចដកដង្ហើមបានដោយខ្លួនឯងនិងចង្វាក់បេះដូងលើពី100យើងបញ្ឈប់ការសង្គ្រោះនៅដំណាក់កាលទី2ប៉ុន្តែពេលនេះឃើញថាបេះដូងនិងចង្វាក់ដង្ហើមរបស់ទារកតិចជាង100ដងក្នុង1នាទីបន្ទាប់មកយើងធ្វើការសង្គ្រោះទារកនៅជំហានទី2ដោយអ្នកសង្គ្រោះត្រូវឈរនៅខាងក្បាលរបស់ទារកនិងធ្វើការយកបាឡុងដើម្បីសប់ដោយដាក់ទៅលើមាត់និងច្រមុះរបស់ទារកនិងលើចង្កានិងម្រាមដៃ2ទុកម៉ាស់និងម្រាមដៃ3ត្រូវចង្ការបស់ទារកដោយសប់តេស្តម៉ាស់មើលទៅលើចលនាទ្រូងឡើងចុះរបស់ទារកបើសិនបើចលនាទ្រូងឡើងចុះរបស់ទារកមិនមានការឡើងចុះទេយើងធ្វើការពិនិត្យមើលទៅលើម៉ាស់ផ្លូវដង្ហើមនិង
ដងវិញម្ដងទៀតប៉ុន្តែពេលនេះឃើញថាចលនាទ្រង់ឡើងចូលរបស់ទារកធម្មតាហើយយើងធ្វើការសប់ម្ដងទៀតដោយសប់ខ្លាំងសប់ពី3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 បន្ទាប់មកយើងធ្វើការមើលទៅលើយើងធ្វើការសប់រហូតដល់30វិនាទីនិងរក្សាផ្លូវដង្ហើមរបស់ទារកឲ្យនៅត្រឹម40ទៅ60ដងក្នុង1នាទីបន្ទាប់មកយើងធ្វើការវិតម្លៃទៅលើផ្លូវដង្ហើមរបស់ទារកឃើញថាផ្លូវដង្ហើមរបស់ទារកមានចលនាឡើងចុះធម្មតាវិញហើយចង្វាក់បេះដូងរបស់ទារកចង្វាក់បេះដូងរបស់ទារកលើសពី100ដងក្នុង1នាទីនិងពណ៌សម្បុររបស់ទារកចុងម្រាមដៃនិងចុងម្រាមជើងចុងជើងឃើញថាមានពណ៌សម្បុរស្មើគ្នាល្អហើយតោះមកយើងធ្វើការសម្រេចចិត្តបើសិនជាទារកមិនអាចដកដង្ហើមបានដោយខ្លួនឯងនឹងចង្វាក់បេះដូងតិចជាង100ដងក្នុង1នាទីយើងធ្វើការសង្គ្រោះបន្តតែពេលនេះឃើញថាចង្វាក់បេះដូងពណ៌សម្បុរនិងចង្វាក់ដង្ហើមរបស់ទារកស្មើគ្នាធម្មតាហើយអញ្ចឹងយើងបញ្ឈប់ការសង្គ្រោះទារកតោះមកយើងធ្វើការរុំទារកដោយរុំទារកចំហមុខនិងទ្រូងរបស់ទារកនឹងធ្វើការតាមដាននឹងដាក់ទារកផ្អៀងនឹងធ្វើការតាមដានទារកនៅផ្លូវដង្ហើមចង្វាក់បេះដូងនិងពណ៌សម្បុរទារកនៅ2នាទីបន្ទាប់មកយើងធ្វើការរៀបចំសម្ភារៈដោយលោហៈដាក់ជាមួយលោហៈអាលោហៈដាក់ជាមួយអាលោហៈនឹងធ្វើការដោះស្រោមដៃដៃនៅកត់ត្រាចូលសំណុំលិខិតពីថ្ងៃទី27ខែ3 2026ខ្ញុំបានរវត្តដំណើរការសង្គ្រោះទៅលើដំណើរការនៃការសង្គ្រោះពេទ្យនិងឆ្លងដោយទទួលបន្តសូមអរគុណអ្នកគ្រូសូមបញ្ចប់សម្រាប់ការចា៎